បាទខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រសូមអោនកាយគោរពបរិបត្តិដល់សំណាក់លោកគ្រូពីចម្ងាយនិងប្រសង់គុណម្ចាស់គ្រប់ព្រះអង្គផងនឹងហើយខ្ញុំបាទបាត់ខ្លួនមួយរយៈអត្តលបុលមានតរៈការងារផ្ទាល់ខ្លួនច្រើនតែចេះហើយមិនសូវបានជាធ្វើវីដេអូបង្ហាត់បង្ហាញការចែករំលែកនៃក្បួនស្នេហ៍ហើយមានកូនសិស្សខ្លះគាត់ឆាតមកខ្លួនខ្ញុំផ្ទាល់ដើម្បីសួរនាំពីរឿងក្បួនចាស់អីដែលខ្ញុំដឹងអីខ្លះហ្នឹងក៏អាចចែករំលែកបន្តបានអត់ឥឡូវនេះថ្ងៃនេះខ្ញុំឆ្លៀតពេលមកចែករំលែកនៅក្បួនស្នេហ៍មួយក្បួនដែលក្បួនស្នេហ៍នេះគឺជាក្បួនដែលខ្លាំងដែលខ្ញុំធ្លាប់និយាយកាលពីមុនថាខ្ញុំនឹងព្យាយាមបកស្រាយអំពីក្បួនស្នេហ៍ខ្លាំងដូចជាក្បួនចម្លងក្បួនកប់រូបក្បួនធ្វើរូបក្បួនរូបថតនេះជាដើមអញ្ចឹងថ្ងៃនេះដែរខ្ញុំបាទសូមធ្វើការក្បួនស្នេហ៍មួយប្រភេទគេហៅថាក្បួនស្នេហ៍ចម្លងតូចតាមក៏ពិតទៅយ័ន្តចម្លងគឺមានពីរប្រភេទបាទប្រភេទទី1គេហៅថាយ័ន្តចម្លងតូចវាប្រើជាប្រភេទស្នេហ៍និងអំពើដល់ពេលយ័ន្តចម្លងធំវិញវាជាប្រើនៅក្នុងផ្លូវអំពើអ្នកលោកគ្រូជំនាន់ពីដើមគេចាត់ហៅថាអដ្ឋានក្អែកអដ្ឋានក្អែកហ្នឹងបើសិនជាយើងយកទៅសាក់នៅនឹងជើងនឹងអីទៅវាកើតទៅជាចោលកើតទៅជាបុគ្គលម្នាក់ដែលដើរមិនចូលផ្ទះមិនចូលសបែងអីចឹងទៅបាទឬក៏មនុស្សហ្នឹងវាទៅជាចរិតដូរចរិតទៅជាកាចយងខ្នងអីចឹងទៅហើយក្បួនចម្លងធំហ្នឹងឬក៏អដ្ឋានក្អែកហ្នឹងក៏វាអាចប្រើបានដូចជាផ្លូវឧទាហរណ៍ថាស្រុកភូមិយើងមានចោលណាចោលដូចជាចោលហ្នឹងលួយគោលួយក្របីអីចឹងទៅគេប្រើយ័ន្តចម្លងធំហ្នឹងដើម្បីហៅចោលហ្នឹងត្រឡប់មកវិញបាទធ្វើឲ្យចោលហ្នឹងវង្វេងអីចឹងទៅដោយការប្រើដានជើងរបស់ចោលធ្វើពិធីប៉ុន្តែក្បួនយ័ន្តចម្លងធំហ្នឹងខ្ញុំមិនធ្វើការបកស្រាយទេខ្ញុំសូមធ្វើការបកស្រាយអំពីយ័ន្តចម្លងតូចបាទដោយយ័ន្តចម្លងតូចនេះគឺប្រើនៅក្នុងផ្លូវធ្វើស្នេហ៍បាទប្រើនៅក្នុងផ្លូវធ្វើស្នេហ៍ហើយជាក្បួនដែលខ្លាំងដែលចំនួនពីដើមគ្រូធំគេនិយមនៅក្នុងការធ្វើណាប៉ុន្តែគ្រាន់តែថាបច្ចុប្បន្នសម្រាប់ខ្ញុំបាទក៏មិនសូវជាយកក្បួននេះមកប្រើប្រមាណដែរពីព្រោះថាក្បួនស្នេហ៍ប្រភេទយ័ន្តចម្លងនេះបើត្រូវដាក់ត្រូវមនុស្សហើយគឺយើងដោះអត់ចេញទេបាទគឺដោះអត់ចេញទេហ្នឹងហើយបាទដើម្បីកុំឲ្យខាតពេលយូរខ្ញុំបាទសូមធ្វើការបកស្រាយអំពីក្បួននៃយ័ន្តចម្លងតូចចំពោះយ័ន្តចម្លងតូចដែរគ្រឿងផ្សំនៅក្នុងការធ្វើយ័ន្តចម្លងតូចនេះចង់ឲ្យពូកែស័ក្តិសិទ្ធិខ្លាំងពូកែគ្រឿងលំវាយនៅក្នុងការធ្វើទាំងអស់ត្រូវតែជារបស់ខ្មោចទាំងអស់បាទត្រូវតែជារបស់ខ្មោចទាំងអស់ឧទាហរណ៍ថាត្រូវការយកកន្សែងយ័ន្តណាយកមកចាជាយ័ន្តកន្សែងនោះបើចង់ឲ្យពូកែស័ក្តិសិទ្ធិគឺត្រូវតែជាកន្សែងគ្រប់មុខខ្មោចបាទហើយការធ្វើយ័ន្តរូបចម្លងនេះគឺក្បួនបុរាណគេអត់ធ្វើនឹងរូបកមួនទេគឺគេធ្វើនឹងចម្បើងបាទគេធ្វើនឹងចម្បើងហើយចម្បើងនេះគឺត្រូវតែជាចម្បើងនៅចំកណ្ដាលវាស្រែបាទធម្មតាយើងមានស្រែមួយដែលមានមុំ4ហើយចម្បើងហ្នឹងគឺយើងត្រូវតែច្រូតកាត់នៅចំកណ្ដាលវាស្រែទើបយកចម្បើងហ្នឹងយកមកធ្វើពិធីបានអត់យកនៅចំគៀនយកអីគឺអត់យកទេបាទហើយបើសិនជាលោកគ្រូអ្នកគ្រូទៅយកចម្បើងនៅកណ្ដាលវាស្រែអត់បានទេលោកគ្រូអ្នកគ្រូត្រូវបោចវល្លិណាត្រូវបោចវល្លិដែលងាប់ដែលរក់ដែលងាប់នៅលើភ្នៅខ្មោចបាទធម្មតាស្រុកភូមិខ្លះគេកប់ខ្មោចគេមិនសូវចាក់មេនចាក់សាបចាក់អីទេគឺគេកប់នឹងដីតែម្ដងបាទដាក់ក្តាមឈូសហើយកប់នឹងដីអញ្ចឹងអាភ្នៅខ្មោចនៅខាងលើហ្នឹងដែលមានដីហ្នឹងភាគច្រើនគឺតែងតែមានដើមឈើតែងតែមានវល្លិមានស្មៅដែលវាដុះនៅលើភ្នៅហ្នឹងហើយបាទអញ្ចឹងលោកគ្រូត្រូវតែយកស្មៅហ្នឹងយកមកធ្វើពិធីជំនួសឲ្យចម្បើងវិញបាទប៉ុន្តែត្រង់ថាស្មៅនោះត្រូវតែជាស្មៅដែលងាប់អត់អាចយកស្មៅដែលស្រស់ខៀវខ្ចីយកមកធ្វើពិធីគឺអត់បានទេគឺត្រូវការយកស្មៅដែលងាប់ហើយបាទដែលងាប់ដែលក្រៀមកញ្ញង់ហ្នឹងប្រមូលវាមកយកមកធ្វើជារូបមនុស្សបាទយកមកធ្វើជារូបមនុស្សហើយមួយវិញទៀតការធ្វើជារូបមនុស្សក៏មិនមែនត្រូវការតែស្មៅឬក៏ត្រូវការតែចម្បើងដែរគឺត្រូវការរូបមនុស្សហ្នឹងត្រូវការមានឆ្អឹងបាទវាប្រៀបធៀបដូចជាមនុស្សយើងក៏ត្រូវការមានឆ្អឹងដែរបាទអញ្ចឹងឆ្អឹងហ្នឹងបើយើងចង់ឲ្យប្រកែស័ក្តិសិទ្ធិខ្លាំងគឺត្រូវតែជាឈើសូររូបខ្មោចបាទគឺយើងទៅរកឈើសូររូបខ្មោចហើយមកពុះជ្រៀកវាធ្វើទៅជាឆ្អឹង5កង់បាទសូមបញ្ជាក់ឆ្អឹងហ្នឹងគឺត្រូវតែជា5កង់តែបើសិនជាលោកគ្រូអ្នកគ្រូរកឆ្អឹងដែលធ្វើអំពីឈើសូររូបខ្មោចមិនបានទេលោកគ្រូអ្នកគ្រូចូលទៅយកដើមក្រូចសើចបាទមែកដើមក្រូចសើចយកមកធ្វើជាឆ្អឹងនៃរូបមនុស្សមួយហ្នឹង
បាទកាត់វាឲ្យបាន5កង់ដូចគ្នាកង់ទាំង4គឺមានដៃ2និងជើង2ដល់ពេលកង់មួយទៀតគឺជាកង់ខ្លួនបាទបន្ទួលខ្លួនប្រអស់ដល់ក្បាលអាហ្នឹងគឺកង់ទី5អញ្ចឹងឆ្អឹងខ្មោចឈើសូររកខ្មោចឬមួយក៏ដើមក្រូចសើចគឺត្រូវតែយកឆ្អឹងវាឲ្យបាន5កង់យកមកធ្វើជារូបមនុស្សបាទយកមកធ្វើជារូបមនុស្សហើយចំណែកឯការចាយ័ន្តវិញខ្ញុំនឹងបកស្រាយបន្តទៀតឥឡូវនេះចូលធ្វើការពីរបៀបនៅក្នុងការធ្វើរូបចំបើងហ្នឹងបាទរបៀបរបបនៅក្នុងការធ្វើរូបចំបើងបាទប៉ុន្តែមុននឹងធ្វើខ្ញុំបាទសូមធ្វើការបញ្ជាក់មួយចំណុចសិនដែរបញ្ជាក់ត្រង់ថាពេលដែលយើងត្រូវការយកឈើនឹងយកមកធ្វើពិធីណារបស់ដែលធ្វើពិធីនឹងមានតាំងពីឈើដែលជាធ្វើឆ្អឹងហ្នឹងមានតាំងពីអំបោះគេហៅថាអំបោះដឹកមុខខ្មោចមានតាំងពីកន្សែងយ័ន្តដែលចាដោយក្រណាត់សគ្រប់មុខខ្មោចមានតាំងពីយ័ន្តដែលញាត់ចូលទៅក្នុងរូបមនុស្សហ្នឹងត្រូវការស្លឹកចេកប្រែរូបបាទស្លឹកចេកប្រែរូបយកមកចាជាយ័ន្តញាត់នៅក្នុងរូបចម្លងអញ្ចឹងខ្ញុំឧទាហរណ៍ថាលោកគ្រូអ្នកគ្រូអត់មានរបស់ទាំងអស់ហ្នឹងទេណាដូចជាអំបោះដឹកមុខខ្មោចអត់មានទេកន្សែងគ្រប់មុខខ្មោចក៏អត់មានដែរណាហើយស្លឹកចេកប្រែរូបហ្នឹងក៏អត់មានដែរអញ្ចឹងលោកគ្រូអ្នកគ្រូគឺត្រូវតែសែនពេមួយបាទសែនពេនៅកណ្ដាលផ្លូវឬក៏កណ្ដាលខ្ទមអ្នកតាដោយពេហ្នឹងគឺលោកគ្រូអ្នកគ្រូត្រូវធ្វើពេហ្នឹងគឺមាន2យ៉ាងមានពេចំមុះជ្រូកហើយនឹងពេ4ជ្រុងបាទលោកគ្រូអ្នកគ្រូត្រូវចាំឲ្យច្បាស់ពេគឺត្រូវតែធ្វើមកគូពេចំមុះជ្រូក1ពេ4ជ្រុង1ដោយពេចំមុះជ្រូកយើងដាក់គ្រឿងសណែនបាយសម្លសែនញោមភ្លាធម្មតាឲ្យទៀនមួយដើមធូបមួយសរសៃដល់ពេលទៀនពេ4ជ្រុងគឺធ្វើយ៉ាងដូចគ្នាមានបាយសម្លញោមភ្លាឲ្យធូបឲ្យទៀនគឺដូចគ្នាប៉ុន្តែវាខុសគ្នាត្រង់ម្យ៉ាងត្រង់ថាលោកគ្រូអ្នកគ្រូត្រូវយកអាគ្រឿងដែលធ្វើពិធីនេះដាក់សែននៅលើពេ4ជ្រុងហ្នឹងទាំងអស់ណាមានតាំងពីអំបោះហ្នឹងយើងអំបោះធម្មតាមកបាទអំបោះឆៅយើងធម្មតាមកហើយស្លឹកចេកហ្នឹងយកស្លឹកចេកធម្មតាមកហើយកណាត់សមកប្រប៉ិនបាត់ដៃឬក៏ត្រឹសធំបន្តិចមកសម្រាប់យើងចាជាយ័ន្តរូបចម្លងមកគូហ្នឹងឲ្យបានបាទលោកគ្រូអ្នកគ្រូដាក់គ្រឿងទាំងអស់ហ្នឹងនៅលើពេ4ជ្រុងហ្នឹងបាទដាក់នៅលើពេ4ជ្រុងហើយលោកគ្រូអ្នកគ្រូសែនឲ្យខ្មោចសែនឲ្យព្រីសែនឲ្យអ្នកតាសែនឲ្យពពួកខ្មោចអនាថាគេសែកសោយទៅបាទគេសែកសោយទៅដល់ពេលគេសែកសោយរួចរាល់ហើយអស់ធូបអស់ទៀនហើយបានលោកគ្រូអ្នកគ្រូចាប់ផ្ដើមយកគ្រឿងទាំងអស់ហ្នឹងយកមកផ្ទះវិញយកមកធ្វើពិធីបាទយកមកធ្វើពិធីតែខ្ញុំសូមបញ្ជាក់ពេលហ្នឹងអត់សែននៅក្នុងផ្ទះទេគឺត្រូវតែសែននៅតាមផ្លូវឬក៏តាមក្រុមដើមឈើដើមពោធិ៍ដើមជ្រៃណាឬក៏តាមមុខខ្ទមអ្នកតាដំដីដបោកដីអីទៅតែហាមសែននៅក្នុងផ្ទះបាទអាហ្នឹងគឺរឿងចាំបាច់ហើយឥឡូវនេះយើងចាប់ផ្ដើមដល់វគ្គនៅក្នុងការធ្វើពិធីរូបចម្លងហ្នឹងបាទធ្វើពិធីរូបចម្លងហ្នឹងនៅក្នុងការធ្វើពិធីរូបចម្លងស្នេហ៍អំពើនឹងវាជាអំពើដែលខ្លាំងជាងគេបាទលើការយកជាយ័ន្តចម្លងតូចយកមកធ្វើប៉ុន្តែក្បួនបុរាណគេហៅថាស្នេហ៍ធ្មប់កន្ទុយថ្លែងដែលខ្ញុំមកសាបហោះនៅក្នុង TikTok លេងហ្នឹងទៅខ្ញុំចាននិយាយថាស្នេហ៍ធ្មប់កន្ទុយស្នេហ៍ថ្មស្នេហ៍ធ្មប់កន្ទុយថ្លែងអញ្ចឹងក្បួនមួយនេះគឺជាក្បួនស្នេហ៍ធ្មប់កន្ទុយថ្លែងនឹងហើយបាទជាដំបូងឡើយលោកគ្រូអ្នកគ្រូចាប់ផ្ដើមយកឈើឈើដែលធ្វើអំពីឈើសូររកខ្មោចឬក៏ដើមក្រូចសើចបាទដើមផ្លែក្រូចសើចយើងហ្នឹងលោកគ្រូស្គាល់ហើយគ្រប់តែគ្នាហ្នឹងបាទឈើរូបខ្មោចក៏បានដើមក្រូចសើចហ្នឹងក៏បានលោកគ្រូអ្នកគ្រូយកវាមកហើយចាប់ផ្ដើមសូត្របគាថាដាស់បាទចាប់ផ្ដើមសូត្របគាថាដាស់ហ្នឹង7ចប់បាទបគាថាសូត្រដាស់ហ្នឹង7ចប់បគាថាគឺសូត្រថាអញ្ចឹងពេជ្ជៈរលត់ពេជ្ជៈសូនពេជ្ជៈកុងពេជ្ជៈខ្ជាប់បាទសូត្របគាថានឹង7ចប់ថានឹងហើយសូត្រលោកគ្រូអ្នកគ្រូសូត្រផ្លុំ7ចប់ហ្នឹងផ្លុំទៅលើឈើទាំង5កង់ហ្នឹងទៅបាទឈើទាំង5កង់ហ្នឹងទៅពេលដែលលោកគ្រូអ្នកគ្រូចាប់ផ្ដើមដាស់ឈើចប់ហើយបានយើងចាប់ផ្ដើមធ្វើជារូបចម្លងបាទធ្វើជារូបចម្លងដោយការយកចំបើងយកមកធ្វើឬក៏ស្មៅបាទអញ្ចឹងឧទាហរណ៍ថាលោកគ្រូមានចំបើងព្រោះចំបើងវាស្រួលរកមិនជាពិបាករកទេអញ្ចឹងលោកគ្រូចាប់ផ្ដើមចងយកអំបោះហ្នឹងចងរូបចំបើងហ្នឹងបត់យ៉ាងម៉េចឲ្យចេញជារូបមនុស្សបាទបត់ឲ្យចេញជារូបមនុស្សដោយការមានឆ្អឹង
ឈើសូរកខ្មោចនឹងយកមកធ្វើតំណប់ជាឆ្អឹងខាងក្នុងហើយយើងរុំរូបចំបើងនឹងពីខាងក្រៅឆ្អឹងនឹងណាហើយយកអំបោះនឹងមករុំចងធ្វើយ៉ាងម៉េចឲ្យចេញជារូបមនុស្សបាទធ្វើយ៉ាងម៉េចឲ្យចេញជារូបមនុស្សតែខ្ញុំបញ្ជាក់ការចងរូបចំបើងគឺត្រូវតែចងពីលើចុះមកក្រោមមានន័យថាចងពីក្បាលមកជើងអត់អាចចងពីជើងឡើងទៅក្បាលគឺអត់បានទេបាទគឺអត់បានទេអញ្ចឹងការចងរូបចម្លៅហ្នឹងគឺលោកគ្រូត្រូវចងពីក្បាលត្រឡប់មកខាងជើងវិញបាទអញ្ចឹងការចងក្បាលហ្នឹងគឺលោកគ្រូត្រូវសូត្រភាវនាបគាថាថាអញ្ចឹងអេម៉ាំងអោថៈពន្តនាំងហាងតិតាំងជានិមិបាទអេម៉ាំងអោថៈពន្តនាំងហាងតិតាំងជានិមិចំពោះបគាថានេះដែរគឺលោកគ្រូត្រូវសូត្រចងនៅក្បាលបាទចងនៅក្បាលចងនៅមាត់រូបចម្លៅហ្នឹងចងត្រឹមកកបាទហើយបគាថាហ្នឹងគឺលោកគ្រូអត់សូត្រអត់មានគិតចំនួនចប់ទេគឺលោកគ្រូសូត្រភាវនារហូតតតែចងរូបចម្លងត្រឹមក្បាលហ្នឹងចប់ពេលដែលលោកគ្រូបានចងក្បាលហ្នឹងចប់ហើយបានចាប់ផ្ដើមចងដៃហើយការចងដៃត្រូវចងនៅដៃឆ្វេងមុនអត់ចងដៃស្ដាំមុនទេយើងត្រូវចងពីខាងដៃឆ្វេងធម្មតាបើយើងធ្វើជាគ្រូយើងកាន់រូបកមួនអញ្ចឹងយើងកាន់រូបកមួនសូត្រចងគឺអាដៃស្ដាំរបស់លោកគ្រូហ្នឹងឯងបាទដៃស្ដាំរបស់យើងវាត្រូវជាដៃឆ្វេងរបស់រូបកមួនហើយបាទរបស់រូបចម្បើងហើយអញ្ចឹងលោកគ្រូភាវនាថាអេម៉ាំងហដ្ឋពន្តនាំងហាងតិតាំងជានិមិបាទអេម៉ាំងហដ្ឋពន្តនាំងហាងតិតាំងជានិមិលោកគ្រូភាវនាសូត្រចងដៃហ្នឹងទាំងចងដៃខាងឆ្វេងផងចងដៃខាងស្ដាំផងគ្រាន់ថាចងដៃខាងឆ្វេងហើយចាំយើងយកអំបោះហ្នឹងមកចងខាងស្ដាំទៀតបាទចងខាងស្ដាំបន្តទៀតហើយភាវនាបគាថានឹងរហូតតតែចប់ទៅបាទភាវនាបគាថារហូតតតែចងចប់ហើយបានលោកគ្រូចាប់ផ្ដើមសូត្រផ្លុំថាទៅលើរូបកមួនហ្នឹងទៅហ្នឹងហើយបន្ទាប់មកទៀតបានចាប់ផ្ដើមចុះមកក្រោមមកគឺខ្លួនបាទចងខ្លួនគឺលោកគ្រូត្រូវភាវនាថាអេម៉ាំងកាយពន្តនាំងហាងតិតាំងជានិមិបាទអេម៉ាំងកាយពន្តនាំងហាងតិតាំងជានិមិលោកគ្រូត្រូវភាវនារហូតតតែចងខ្លួនរូបចម្លៅហ្នឹងរួចដូចគ្នាបាទហើយបានផ្លុំថាទៅលើខ្លួនរូបចម្លៅហ្នឹងទៅបន្ទាប់មកទៀតបានចាប់ផ្ដើមចងជើងម្ដងបាទចងជើងលោកគ្រូភាវនាថាអេម៉ាំងបាត់ថពន្តនាំងហាងតិតាំងជានិមិបាទអេម៉ាំងបាត់ថពន្តនាំងហាងតិតាំងជានិមិបាទលោកគ្រូភាវនាបគាថានឹងរហូតតតែចងជើងរូបចម្លៅហ្នឹងចប់បាទពេលដែលលោកគ្រូចងចប់ហើយរូបកមួនហ្នឹងរូបចម្លៅក្បួនចម្លៅហ្នឹងគឺចាត់ទុកថារួចរាល់ហើយបាទចាត់ទុកថារួចរាល់ហើយប៉ុន្តែខ្ញុំសូមបញ្ជាក់អំបោះដែលចងរូបចម្លងពីក្បាលរហូតដល់ចុងជើងអត់អាចផ្ដាច់បានទេមានន័យថាលោកគ្រូចងត្រឹមក្បាលអំបោះហ្នឹងមាននៅកតុយអញ្ចឹងលោកគ្រូរុំបន្តរហូតដល់ដៃឆ្វេងដៃស្ដាំហើយរុំមកខ្លួនហើយបានរុំទៅដល់ជើងតតែចប់ការងារនឹងរួចហើយបានលោកគ្រូអាចផ្ដាច់អំបោះហ្នឹងបានអត់មែនថាចងក្បាលហើយផ្ដាច់មកតង់ចងដៃផ្ដាច់មកតង់ចងជើងផ្ដាច់មកតង់គឺអត់បានទេអំបោះហ្នឹងគឺត្រូវតែមួយចំណងទេបាទត្រូវតែមួយចំណងទេដល់លោកគ្រូចាប់ផ្ដើមចងជារូបចម្លងរួចហើយលោកគ្រូចាប់ផ្ដើមចាជាយ័ន្តដែលញាត់នៅក្នុងរូបចម្លងបាទយ័ន្តដែលជាប់ញាត់នៅក្នុងរូបចម្លងហ្នឹងគឺអាស្លឹកចេកប្រែរូបដែលខ្ញុំនិយាយអំបញ្ញមិញហ្នឹងហើយបាទលោកគ្រូត្រូវយកស្លឹកចេកហ្នឹងអាស្លឹកចេកសែនខ្មោចសែនព្រាយនេះក៏ឬក៏ស្លឹកចេកងាប់ធម្មតាក៏បានដែរប៉ុន្តែគាត់ថាស្លឹកចេកដែលយើងសែនខ្មោចសែនព្រាយហើយបានវាប្រកែបាទលោកគ្រូយកស្លឹកចេកហ្នឹងមកយកមកចាទៅជាយ័ន្តហើយយ័ន្តនៅក្នុងការធ្វើយ័ន្តផ្គុំធាតុនេះខ្ញុំបានដាក់ចូលនៅក្នុងនេះទេគឺជាយ័ន្តអ្នកមគ្គបតៈបាទអាយ័ន្តក្បាល4ហ្នឹងបាទយ័ន្តក្បាល8បាទយ័ន្តក្បាល8ហ្នឹងគឺយើងចាជាយ័ន្តអ្នកមគ្គបតៈពីលើចុះមកក្រោមមក4ជ្រុងមកហើយអាប្រឡោះកណ្ដាលហ្នឹងលោកគ្រូសរសេរឈ្មោះមនុស្សដែលយើងចង់ធ្វើហ្នឹងបាទប៉ុន្តែរូបហ្នឹងគឺធ្វើមកគូណាអានេះខ្ញុំគ្រាន់តែបកស្រាយម្ដងមួយសិនទេបាទលោកគ្រូសរសេរឈ្មោះរបស់មនុស្សហ្នឹងនៅនឹងលើរូបចម្លងហ្នឹងទៅការជាយ័ន្តហ្នឹងគឺលោកគ្រូយកអាស្លឹកចេកប្រែរូបបាទស្លឹកចេកដែលងាប់ហ្នឹងឬក៏ស្លឹកចេកដែលយើងសែនលើពេអំបញ្ញមិញហ្នឹងគឺយកស្លឹកចេកហ្នឹងយកមកចាជាឈ្មោះមនុស្សដែលយើងត្រូវធ្វើពិធីហ្នឹងហើយខ្ញុំបញ្ជាក់រូបចម្លងហ្នឹងគឺត្រូវធ្វើមកគូប្រុសមួយស្រីមួយប៉ុន្តែនេះខ្ញុំបកស្រាយម្ដងមួយសិនតែប៉ុណ្ណោះបាទអញ្ចឹងលោកគ្រូយកចាជាយ័ន្តអ្នកមគ្គបតៈបាទយ័ន្តអ្នកមគ្គបតៈយ័ន្តក្បាល4ហ្នឹងបាទក្បាល8ហ្នឹងអ្នកមគ្គបតៈមកហើយអាប្រឡោះយ័ន្តនៅចំកណ្ដាលហ្នឹងគឺលោកគ្រូសរសេរឈ្មោះទៅបាទសរសេរឈ្មោះមនុស្សដែលយើងត្រូវធ្វើពិធីឲ្យហ្នឹង
bà là cru sâu thưa cha chỉ dọn miền bạch châu mua bạch châu ấy rồi chẳng hói ban là cru chập đám đà bà chập đám đà chỉ dọn đại miền bạch châu mua năng sâu bậc kia tha đây là cru che riêng cru năng tới sâu đàประมาณ chọc ấy chẳng tới bà sâu đà chọc chẳng hói ban là cru chập đám nhọt bà chập đám nhọt dọn đại miền mua một cô đại dương trâu thưa nắng nhọt mù vì tôi hay nhọt châu được nó rụng chậm bài nồng bà nhọt vì châu được nó rụng chậm bài nồng còn tái p đại dương chập đan nhọt nắng lực là cru mù vì tôi hay đặt lơ đam trung là bỏ giòn là bỏ rụng chậm lau bà đã bỏ rụng chậm lau hay là cru chập đan sồn và kia thà nè áo nè ác sạ nè sao tiền dẹt bột bật mót bật chết dẹt nghiêm nới dẹt vừa tới dẹt tụ giờ bột thang panh chả khám mít thom mang panh chả khám mít song khang panh chả khám mít bà là cru sâu bậc kia tha năng bẩm pa chóp plom tha từ lơ rung chùm lòng bà plom tha từ lơ doán đại áo chùm mình rung chùm lòng hói ban là cru chập đám vô doán flak chay nó nhọt châu được nó rung chùm lòng từ bà nhọt châu ấy bạt từ bà về đàm trùng thì máu hay nhọt về châu từ bà về đây là cru chập đám nhọt chọc hói ban là cru chập đám vô ẩm bó đặt một máu nó vô mà rung bị khang cái này rung chùm lòng nó bầy chùm bà rung bầy chùm hói lực cru chập đam sốt bậc kia tha bột thang rật tần năng thom mang rật tần năng song khang rật tần năng bà bột thang rật tần năng thom mang rật tần năng song khang rật tần năng cứ lực cru trời sốt bậc kia tha ní pram pi chop bà sốt bậc kia tha ní pram pi chop plom từ lơ rung chùm lòng tới hay tròn ẩm bò năng tử bà tại bà pan năng tế cứ lực cru cứ ban nữ cứ bốn chầm lâu nâng hay cả hai ta snai thấm một con tuổi lại bà snai thấm một con tuổi lại hay bần top một tiết cứ đo vẽ đây là cru trời chặt đám cha chỉ giòn bà cha chỉ giòn ở rụt chầm lâu đích trong bàn nhà cru châu được không này video này bàនេះគឺជាយន់រូបចម្លងហើយគេហៅថាយន់ចម្លងតូចបាទយន់ចម្លងតូចហ្នឹងគឺតាក់ទងនឹងកណាត់គ្រប់មុខខ្មៅដែលខ្ញុំបាននិយាយមិញបាទបាននិយាយមិញគឺលោកគ្រូត្រូវចាជាយន់រូបចម្លងនេះចាពីខាងមុខក៏បានចាខាងខ្នងក៏បានបាទចាជាយន់នេះហើយពាក់ឲ្យរូបចម្លងហ្នឹងទៅលោកគ្រូដឹងធ្លាប់ឃើញដែលគេលក់កណាត់អាវកូនមរិញកងវាលបាទកូនមរិញកងវាលដែលមានផ្ទះអាស័យផ្ទះអីហ្នឹងមានអាវអាស័យដែលគេបញ្យួរឲ្យមរិញកងវាលពណ៌ក្រហមទូចហ្នឹងលោកគ្រូត្រូវកាត់អាកណាត់កសែងគ្រប់មុខខ្មៅកាត់ឲ្យចេញដូចអញ្ចឹងបាទឲ្យចេញជារូបរាងបែបហ្នឹងកាត់ឲ្យចេញឲ្យលោកគ្រូចាប់ផ្ដើមចាជាយន់ចម្លងតូចនេះនៅនឹងខ្លួននៅនឹងលើកណាត់យន់ហ្នឹងទៅបាទនៅលើកសែងគ្រប់មុខខ្មៅហ្នឹងទៅដោយការចាជាយន់ចម្លងតូចបាទការចាជាយន់ចម្លងតូចបាទពេលដែលលោកគ្រូចាប់ផ្ដើមចាជាយន់ចម្លងតូចរួចរាល់អស់ហើយបានលោកគ្រូហ្នឹងចាប់ផ្ដើមពាក់យន់ហ្នឹងឲ្យរូបចម្លងហ្នឹងទៅបាទពាក់ឲ្យរូបចម្លងហ្នឹងហើយបានលោកគ្រូចាប់ផ្ដើមសូត្របគាថាដាស់រូបចម្លងហ្នឹងបញ្ចប់ពិធីបាទហើយចំណែកឯបគាថាដាស់នៅក្នុងការបញ្ចប់ពិធីហ្នឹងមានន័យថារូបលោកគ្រូត្រូវធ្វើរូបចម្លងហ្នឹងគឺ2បាទតំណាងឲ្យមនុស្សប្រុសមួយតំណាងឲ្យមនុស្សស្រីមួយបាទមនុស្សប្រុសក៏ធ្វើអញ្ចឹងដូចគ្នាមនុស្សស្រីនឹងក៏ធ្វើអញ្ចឹងដូចគ្នាពួកយើងត្រូវការរូប2យកមកចងផ្អោបគ្នាអញ្ចឹងពេលដែលលោកគ្រូចាប់ផ្ដើមធ្វើរូបចម្លងនោះហើយដាក់រូបចម្លងទាំងពីរហ្នឹងទន្ទឹមគ្នានៅលើថាសមុខអាសនៈមកហើយចាប់ផ្ដើមសូត្របគាថាដាក់រូបចម្លងហ្នឹង108ចប់បាទលោកគ្រូទៅសូត្រថែមចេះកាសាករវិករយន្តោនិមិហយន្តៈសីលសថាទេវហៈសារវិករវិទុអតយន្តោមគ្គសារបតាំងវិពុតេយបយុទ្ធังកោធាសុរាមៈវិរូបបរៈវិនិស្សយន្តោបាទវិនិស្សយន្តោបគាថានេះលោកគ្រូត្រូវសូត្របគាថានេះ108ចប់បាទសូត្រភ័យផ្លុំដាស់នៅលើយន់ដែលមានរូបចម្លងទៅដោយការបាញ់ទឹកអប់ថាឬក៏ប្រើជាទឹកមុនទៅប៉ុន្តែនៅក្នុងក្បួនអំពើស្នេហ៍ធំខ្ញុំសូមបញ្ជាក់គេមិនសូវប្រើជាទឹកមុនទេបាទគេអត់សូវប្រើជាទឹកមុនទេបាទគឺប្រើជាទឹកអប់វិញព្រោះការទឹកមុនគឺសម្រាប់ជាការប្រោះព្រំការប្រសិទ្ធិការដាស់នៅអំណាចវត្ថុស័ក្តិសិទ្ធិផ្សេងប៉ុន្តែក្បួនស្នេហ៍វាស្ថិតនៅក្នុងចង្កោមក្បួនអំពើ
បាទអញ្ចឹងអត់ត្រូវជាមួយនឹងទឹកមុនទឹកអីទេគឺលោកគ្រូអ្នកគ្រូត្រូវប្រើវាជាប្រភេទទឹកអប់បាទទឹកអប់យកមកបាញ់ថាក្បែរនឹងឲ្យវាមានក្លិនក្អូបទៅព្រោះអំពើស្នេហ៍ខ្មោចព្រាយអីវាត្រូវការក្លិនក្អូបជាធំបាទដល់ពេលលោកគ្រូអ្នកគ្រូចាប់ផ្ដើមសូត្រដាស់អីចប់កិច្ចចប់ពិធីហើយបានលោកគ្រូអ្នកគ្រូចាប់ផ្ដើមសូត្របគាថាប្រម៉ែប្រមោនៃក្បួនចម្លងហ្នឹងទៅបាទក្បួនចម្លងហ្នឹងទៅហើយបគាថានៅក្នុងការប្រម៉ែប្រមោគឺលោកគ្រូអ្នកគ្រូយកបគាថាមួយណាក៏បានដែរឲ្យតែលោកគ្រូអ្នកគ្រូធ្លាប់ប្រើទៅវាកាក់កបសមកបលោកគ្រូអ្នកគ្រូអាចប្រើក្បួនមួយហ្នឹងឬក៏បគាថាមួយហ្នឹងទៅបានហើយបាទហើយបគាថាដែលខ្ញុំបានចំណាំសូត្រដាស់អំពើស្នេហ៍ជាទូទៅខ្ញុំប្រើតែ2មេទេដែលចាំបាច់ជាងគេបំផុតសម្រាប់ខ្ញុំមិនដែលប្រើច្រើនមេទេទោះបីយើងចេះប៉ុណ្ណាក៏ដោយបើយើងប្រើបគាថាណាកបនៃក្បួនមួយណាគឺយើងប្រើបគាថាមួយហ្នឹងបគាថាដែលខ្ញុំសូត្រនឹងជាទូទៅគឺខ្ញុំប្រើបគាថាមេស្ដេចសម្រេចរាជសីមហាសម្រេចបាទចំណងជើងបគាថាហ្នឹងគឺខ្ញុំសូត្រថាអូមគ្គទុនល្អមហាទុនល្អទៅគ្រូប្រអញឲ្យអាកហ្នឹងគឺអាប្តីឬក៏ប្រពន្ធដែលគោលដៅដែលយើងត្រូវធ្វើហ្នឹងទុនទាំងសរសៃក្នុងពោះទៅគ្រូប្រអញឲ្យល្អរៀបការក្នុងថ្លើមទៅគ្រូប្រអញឲ្យអាកទុនទាំងសរសៃដាំដោះញ័រអស់បេះដូងស៊ូប្រមាត់ក្នុងព្រូងអាកឲ្យណែនស្ទើរប្រេះទៅគ្រូប្រអញឲ្យអាករៀបការកលះហោចេញមកដឹកទឹកធ្លាក់ពីកពូភ្នំបបតាទៅគ្រូប្រអញឲ្យអាករត់មកកាន់មីខណាមីខនោះគឺបកគោដែលយើងត្រូវជួយហ្នឹងឆាប់រាកំបីយូឡៃអូមគ្គវឹងវាំងផំផាំងវិលវល់ហេប៉ុនតាំងចិត្តតាំងអហិមគ្គបាទបគាថានេះគឺលោកគ្រូអ្នកគ្រូត្រូវសូត្រ7ចប់ឬមួយក៏32ចប់បាទ7ចប់ក៏បាន32ចប់ក៏បានបើលោកគ្រូមានពេលច្រើនគួរតែសូត្រស្វាធ្យាឲ្យបាន32ចប់បាទនឹងវាជារឿងមួយដែលល្អសម្រាប់លោកគ្រូអ្នកគ្រូในការធ្វើពិធីសូត្រហើយបញ្ចប់បគាថាមួយមេនឹងហើយចូលមេទី2បាទអាហ្នឹងគឺបគាថាខ្ញុំសូត្រថាអញ្ចឹងអរហង្គអតិបន្ទុកេសាមេឧបន្ទុលោមេស្វាសោបន្ទុអ្នកខាចតកសៈបន្ទុតន្តានមៈបតៈបន្ទុហតយ៉ាងចិត្តតាំងអហិពេចខុនអហិពេចធានអហិពេចប្រាប់អហិពេចប្រានយកទាំងរូបពលឹងវិញ្ញាណដងចិត្តអកឲ្យបានឲ្យអញអហិរូបៈខន្ធូវេទនាខន្ធូសញ្ញាខន្ធូអ្នកចិត្តមួយចាក់ចៃពុទ្ធរលឹកទីអាល័យឲ្យអាកមិនឃើញមុខមីខនៅមិនសុកនៅមិនសំណុកក្តៅដូចភ្លើងឆេះធីឲ្យអាករត់តាមមីខបតតាំងម៉ាំងទុតិយ៉ាងវិសេហិសេប៉ុនតាំងអាករត់មកកាន់មីខមិនស្រឡាញ់មិត្តសាំងស្រឡាញ់មកកាន់អង្គអញការាចកតាបាទឬក៏លោកគ្រូអ្នកគ្រូចេះបគាថាស្នេហ៍ណាផ្សេងគឺលោកគ្រូអ្នកគ្រូសូទៅអានេះជាបគាថារបស់ខ្ញុំដែលខ្ញុំបាទចំណាំប្រើជាទូទៅបាទហើយវាគ្រាន់តែជាការចែករំលែករបស់ខ្ញុំទេនឹងហើយបគាថានេះគឺខ្ញុំសូត្រ32ចប់ដូចគ្នាអញ្ចឹងដល់ពេលយប់ទី1យើងធ្វើពិធីហ្នឹងហើយបាទយប់ទី1យើងធ្វើហើយធ្វើបានទាំងរូបក្បួនផងសូត្រទាំងបគាថាដាស់ផងអញ្ចឹងរូបចម្លៅហ្នឹងលោកគ្រូអ្នកគ្រូទុកមួយយប់ហ្នឹងទៅលើអាសនៈចូលយប់ទី2ទី3ទី4ទី5ទី6និងទី7គឺលោកគ្រូអ្នកគ្រូអត់មានសូត្របគាថាចងអីទៀតទេគឺលោកគ្រូអ្នកគ្រូសូត្រតែបគាថាប្រមូលតែមួយមុខគុតបាទលោកគ្រូអ្នកគ្រូចេះប្រមាណមេចេះ10មេ20មេដែលត្រូវប្រើក៏ដោយសូត្រមួយមេ7ចប់មួយមេអីក៏ដោយគឺតាមតែចិត្តលោកគ្រូអ្នកគ្រូទេសូត្រផ្លុំហ្នឹងទៅបាទធ្វើម៉េចឲ្យបានគ្រប់យប់ទី7បាទឲ្យបានយប់គ្រប់ទី7ហើយបានលោកគ្រូអ្នកគ្រូចាប់ផ្ដើមផ្គុំរូបចម្លងទាំងពីរហ្នឹងយកមកបញ្ចូលគ្នាបាទផ្គុំរូបចម្លងទាំងពីរហ្នឹងយកមកបញ្ចូលគ្នាដោយការផ្គុំហ្នឹងគឺលោកគ្រូអ្នកគ្រូសូត្របគាថាផ្គុំធាតុបាទសូត្របគាថាផ្គុំធាតុនឹងបណ្ដាលចងរូបកមួនហ្នឹងចងរូបចម្លងហ្នឹងបណ្ដាលទៅហើយបគាថាផ្គុំធាតុហ្នឹងគឺសូត្រ32ចប់បាទ32ចប់ហើយអំបោះដែលលោកគ្រូរុំរូបចម្លងទាំងពីរបញ្ចូលគ្នាហ្នឹងគឺសូត្របគាថាហ្នឹង32ចប់ដូចគ្នាមានន័យថាសូត្របគាថា32ចប់រុំអំបោះចំណងហ្នឹង32ចំណងបាទរុំរូបចម្លងទាំងពីរហ្នឹងយកមកបញ្ចូលគ្នាបាទដូចយើងធ្វើអោបរូបកមួនអោបអីហ្នឹងគឺលោកគ្រូគឺដឹងហើយបាទហ្នឹងហើយតែប៉ុណ្្នឹងទេអាហ្នឹងគឺយើងបញ្ចប់ពិធីបញ្ចប់កិច្ចហើយមួយវិញទៀតពេលដែលលោកគ្រូយករូបចម្លងហ្នឹងយកទៅកប់ទៅតាមក្បួនខ្នាតធម្មតាគឺយើងអាចកប់បានដូចជាតាមខ្ទមដតាប្រឆាខ្មោចអីចឹងទៅក្រោមដើមពោដើមជ្រៃដើមអីណាដែលយើងគិតថាពូកែស័ក្តិសិទ្ធិហ្នឹងលោកគ្រូយកទៅកប់នៅកន្លែងហ្នឹងទៅបាទប៉ុន្តែមុននឹងកប់ហ្នឹងពេលដែលលោកគ្រូជីកអណ្ដៅបាទជីកអណ្ដៅដែលល្មមអាចកប់រូបចម្លងហើយលោកគ្រូចូលសូត្របគាថាដាស់ដីនឹងផងបាទដាស់ដីនឹងផងគឺសូត្រថាមគ្គតោអហិណាមគ្គតោអហិសូត្រ7ចប់
សូត្របំពើចប់ហើយផ្លុំទៅលើដីនឹងទៅហើយយកដៃរបស់លោកគ្រូនឹងទះដីនឹងថាទៅបាទដូចយើងសុំម្ចាស់ទឹកម្ចាស់ដីដោយការផ្ញើរូបចម្លងហ្នឹងណាមួយការសូត្រអញ្ចឹងគឺដើម្បីកុំឲ្យពពួកខ្មោចពពួកព្រាយអនាថាដែលវានៅទីនោះកុំឲ្យវាមកតាមយើងដល់ផ្ទះវិញបាទអាហ្នឹងគេហៅបិទផ្លូវកុំឲ្យវាមកតាមយើងដល់ផ្ទះណាអញ្ចឹងលោកគ្រូកិច្ចសែនកិច្ចព្រេនហ្នឹងលោកគ្រូគឺដឹងទាំងអស់គ្នានេះវាគ្រាន់តែជាក្បួនមួយដែលខ្ញុំបាទសូមយកមកធ្វើការចែករំលែកប៉ុណ្ណោះបាទអញ្ចឹងខ្ញុំអត់មានការបកស្រាយអីវែងឆ្ងាយទៀតទេនេះគឺជាក្បួនស្នេហ៍ធ្មប់កន្ទុយថ្លែនបាទក្បួនស្នេហ៍ធ្មប់កន្ទុយថ្លែនបាទអញ្ចឹងខ្ញុំបាទលោកគ្រូចៅបញ្ចូលពេជ្រសូមធ្វើការបកស្រាយតែប៉ុណ្ណឹងបានហើយបាទហើយលើក្រោយទៀតខ្ញុំបាទនឹងយកក្បួនដែលខ្ញុំបាទធ្លាប់សិក្សារៀនសូត្រក្បួនណាល្អៗដែលជាក្បួនបរមបុរាណរបស់លោកគ្រូតាលោកគ្រូយាយយើងទាំងអស់គ្នាណាជារបស់ដូនតាទាំងអស់គ្នាណាយកមកចែករំលែកគ្នារៀនទៅវិញទៅមកទៅបាទពួកក្បួនទាំងអស់នេះវាមិនចេះសាបសូន្យទៅណាទេមនុស្សយើងវាចេះស្លាប់ប៉ុន្តែក្បួនខ្នាតវាអត់ចេះស្លាប់ទៅណាទេអញ្ចឹងអ្វីដែលយើងអាចចែករំលែកបានយើងគួរតែចែករំលែកគ្នាទៅវាគ្រាន់តែចែកគ្នារៀនវាមិនទៅទាស់ខុសអីទេណាហើយចំណុចរឿងចែកគ្នារៀននេះខ្ញុំបាទសូមធ្វើការបកស្រាយមួយឃ្លាទៀតបងប្អូនលោកគ្រូខ្លះកូនក្មួយខ្លះណាគាត់តែងតែគិតថារៀនស្នេហ៍រៀនអំពើបំពាន់អីតាម YouTube តាមអីទៅជាឆ្កើតទៅជាឈួតទៅជាអីខ្ញុំសូមបកស្រាយណាដោយខ្ញុំបាទផ្ទាល់លោកគ្រូចៅបញ្ចូលពេជ្របាទការរៀនវិជ្ជាអត់មាននៅសុកទៅឈួតស្រួលទេបាទមិនមែនងាយរៀនហ្នឹងទៅជាឈួតទេគ្រាន់តែរៀនប៉ុណ្្នឹងនោះប៉ុន្តែសំខាន់ត្រង់ថារៀនធ្វើបានឬក៏រៀនឲ្យធ្វើមិនបានតែប៉ុណ្ណឹងទេបាទដូចជាក្បួនខ្ញុំចែករំលែកនេះបើលោកគ្រូដែលគាត់ជាអ្នកមានសិលមានអាសនៈគាត់ស្វាធ្យាយអាសនៈគាត់ជាគ្រូមកធ្វើពិធីឲ្យកូនសិស្សគុណរាល់ថ្ងៃអញ្ចឹងពេលដែលគាត់យកក្បួនហ្នឹងទៅគាត់នឹងប្រើវាទៅគឺប្រកែកស័ក្តិសិទ្ធិបាទព្រោះត្រង់ថាគាត់ជាគ្រូអាគមប៉ុន្តែបើសិនជាបងប្អូនកូនក្មួយសិស្សគុណណាផ្សេងដែលគាត់គ្រាន់ណាចាប់អារម្មណ៍ឲ្យគាត់ចង់យកក្បួននឹងយកទៅរៀនហើយចង់យកទៅប្រើវាអត់អាចប្រើទៅមានប្រសិទ្ធភាពកើតទេបាទខ្ញុំសូមបញ្ជាក់ត្រង់ណាវាអត់អាចធ្វើឲ្យយើងឈួតទេប៉ុន្តែគ្រាន់តែប្រើទៅវាគ្មានប្រសិទ្ធភាពតែប៉ុណ្ណឹងឯងបាទពូក្បួនទាំងអស់នេះគឺសម្រាប់តែគ្រូមកដែលគេអ្នកវឹកហាត់មន្តអាគមគាថាតែប៉ុណ្ណោះដែលអាចប្រើទៅវាមានប្រសិទ្ធភាពតែបើបកគលណាគ្រាន់តែគោរពគ្រូបច្ចេកគ្រាន់តែស្វាធ្យាយធម្មតាចង់ឲ្យក្បួនអំពើមួយប្រកែស័ក្តិសិទ្ធិគឺទៅរួចទេតើបកគលហ្នឹងគឺបប្រតិបត្តិជាមួយនឹងអាសនៈជាមួយនឹងការស្វាធ្យាយបែបអាសនៈតែម្ដងអាហ្នឹងมันអាចទៅរួចបានអានេះខ្ញុំគ្រាន់តែសូមធ្វើការបកស្រាយបែបទ្រុសប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំបាទលោកគ្រូចៅមកចូលពេជ្រសូមអរកាយគ្រប់ថ្វាយបង្គំលាទៅដល់សំណាក់លោកគ្រូនិងព្រះសង្ឃគ្រប់ព្រះអង្គផងបាទជូនពរសម្រាប់គ្រប់សេចក្តីប្រាថ្នានិងគ្រប់ការងារកិច្ចការងារដែលកូនសិស្សគុណពងពាក់ទាំងអស់គ្នាបាទសូមចម្រើនសាធុទាំងអស់គ្នា